ស្ដីគ្នាយើងបាទថ្ងៃនេះយើងមកសិក្សាអំពីលំហាត់រុក្ខជាទី7បាទអញ្ចឹងយើងមើលលំហាត់នឹងអានប្រធានទាំងអស់គ្នាបាទកគេនេះលបឿនប្រសិទ្ធនៃស្មានបាទអាសូតស្ថិតនៅសីតុណ្ហភាព27អង្សាសេបាទគេឲ្យថេស្មានប្រសិទ្ធ air 8.31 ម៉ូកាវិនម៉ាស់ម៉ូលេគុល under គឺ28ក្រាមក្នុង1ម៉ូលបាទអាហ្នឹងយើងបាយទៅជាគីឡូបាទគណនាសីតុណ្ហភាពបាទនៃឧស្ម័ន under បាទល្បឿនប្រសិទ្ធរបស់វាកើនឡើង2ដងបាទអញ្ចឹងមានន័យថាល្បឿនប្រសិទ្ធទី1នេះល្បឿនប្រសិទ្ធទី2ហ្នឹងវាច្រើនជាងល្បឿនប្រសិទ្ធទី1បាទ2ដងអូខេអញ្ចឹងយើងមើលសំណួរបាទចម្លើយទាំងអស់គ្នាបាទអញ្ចឹងបាទគណនាល្បឿនប្រសិទ្ធនៃឧស្ម័ន under បាទអញ្ចឹងរូបមន្តល្បឿនប្រសិទ្ធគឺ v om s បាទ v om s គឺស្មើជាមួយនឹងបាទ 3at នៅលើ m របស់ under បាទអញ្ចឹងair គឺស្មើ8.41ចំណែក t គឺស្មើ t តូចបូក 2.3 បាទ t តូចគឺ27អង្សាសេបាទយើងបូក 2.3 គឺបាន300បាទចំណែកឯ under គឺ28យើងបែកទៅជាគីឡូក្រាមនៅក្នុងម៉ូលគឺគុណ10សេគុណ13មកបាទអូខេអញ្ចឹងយើងជួសបាទលេខនឹងចូលមកយើងគណនាគឺបានរឹសនៃបាទ26.107បាទពេលដែលយើងចេញពីរឹសមកគឺបានប៉ុណ្ណា516.82ម៉ែត្រក្នុងវិនាទីបាទខគណនាសីតុណ្ហភាពនៃឧស្ម័នបាទសីតុណ្ហភាពគឺតេបាទតេព្រីមបាទតេព្រីមនៃឧស្ម័នអូខេយើងតាម VMR ព្រីមបាទស្មើជាមួយនឹង 3at ព្រីមនៅលើបាទ m under បាទលើកអង្គទាំងពីរជាការ៉េមកយើងទាញរកតេបាទតេព្រីមបាទអញ្ចឹងប៉ុន្តែ VOMR ព្រីមនេះគឺស្មើនឹង2ដង VOMR បាទទី1យើងបាទអញ្ចឹងយើងជួស VOMR ព្រីមសិនគឺបាន2គុណ VOMR បាទលើកជាការ៉េបាទដោយ VOMR នេះគឺស្មើតម្លៃនេះបាទ516.82ឬជាការ៉េបាទ4នេះគឺ2ការ៉េនេះបាទ2ការ៉េនេះអញ្ចឹង2ការ៉េនេះបាន4នេះគុណជាមួយនឹង VOMR ឬជាការ៉េបាទយើងបោះ28នេះមកនេះឲ្យមកបាទអញ្ចឹងគឺបាន28គុណដល់គុណ13បាទហើយយើងគុណ3គុណជាមួយនឹង8.31គុណឲ្យតេព្រីមបាទពេលដែលយើងគណនាមកគឺបានប៉ុណ្ណឹងចំពោះបាទអង្គទី1នេះបាទអូខេអញ្ចឹងអានេះគឺបានប៉ុណ្នេះបាទគឺគុណទៅបាទអញ្ចឹងយើងទាញរកតេព្រីមយើងបោះអានេះមកចែកជាមួយនឹងបាទអានេះវិញមកបាទអូខេអញ្ចឹងគឺបាន2991បាទ5.526យើងចែកឲ្យ29.993បាទអញ្ចឹងយើងឃើញតេព្រីមថ្មីរបស់យើងគឺ1290បាទសូមអរគុណសម្រាប់ការតាមដានរបស់អ្នកនរគ្នាបាទសង្ឃឹមថាអ្នកនរគ្នាអាចធ្វើលំហាត់បានបាទជួបគ្នានៅវីដេអូក្រោយបាទកុំភ្លេចចុច like និង subscribe អ្នកមួយផងបាទបើមានចម្ងល់អីអាច comment ក្នុងខាងក្រោមបានអូខេសូមអរគុណអ្នកនរគ្នាបាទ